sân ba thôm bay thôm ấy chứ rồi mà hộp ấy nó khơi nọ mà cha và học chỉ mua những cái nhom cha và học chỉ mua được sạch trong trình cứ rút chân khăng khăng ở dưới tôi cứ chân anh chân học tí tí đó bốc mang bọn hay vì thế thôi gọi mê về bà đai vậy tôi nghe nghe nhầm thì mua từ cuốn cho chơi chẳng ạ tả lấy đập snow dạng chân anh từng o khá ni bốc mai bong bọn ngon lắm hai ca thơ của bà bạn đây bụng mày bụng rồi tớ cứ nghe gì ở người nhà nhà đi của học tí hết á chưa thôi bờ hai đôi chứ cứ chức năng thì phải em đặt cho đôi chứ chức năng khang á chăm thôi từng ở cái này bụng mày bông bông ta lục chi ông pu minh thùng ở đây thà thùng bay thùng một hộp từ lon ngò từ lon cha từ lon sụp anh chẳng na to ở lỡ mò nghĩa một thơ học cha chỉ muốn sạch chung rồi bao nhiêu khi mà thần nhiệt thải ôi mỏ lúc ta gì ông bố mình cứรู้chết ngang khăng ở tận lon anh chẳng na nhằm bài ban tràn vậy ta cứ ngang khăng mình tên rồiรับhọc chaรู้chết ở sạch chung tràn mà cứ ngang khăng chẳng na hayสำหรับวิดีโอนี้คือnhóm trai đồng lệโดยทางปกหมายบองปอนมวยจำนวนคืออัดสอบชาhọc chỉ muốn sạch chung trànអាចទស្សនាវីដេអូនេះខ្ញុំពីដើមរហូតដល់ចប់បានតោះឥឡូវកុំឲ្យខាត់ពេលយូរទស្សនាទាំងអស់គ្នាមកសម្រាប់សាច់ជ្រូកគឺពុកម៉ែបងប្អូនធ្វើជាសាច់ជ្រូក3ជាន់ក៏បានសាច់ជ្រូកសុទ្ធក៏បានដែរគឺធ្វើការលាងទឹកឲ្យបានស្អាតហើយចិញ្ច្រាំវាឲ្យម៉ត់ដូចខ្ញុំអញ្ចឹងណាហើយមានគ្រឿងផ្សំបន្ថែមដូចជាខ្ទឹមសខ្ទឹមក្រហមហើយនិងម្ទេសសម្រាប់ពុកម៉ែបងប្អូនចង់ហឹរខ្លាំងថែមម្ទេសនឹង3 4អញ្ចឹងណាហើយខ្ញុំបានធ្វើហាន់ជាសក្រូចសើចចំណិតស្ដាងដូចខ្ញុំអញ្ចឹងមកហើយមានជាត្រាប់ពុតញោលាងទឹកឲ្យស្អាតច្រោះដាក់កស្រែងយើងមួយឲ្យសោះទឹកអញ្ចឹងណាតឥឡូវនឹងធ្វើការបុកខ្ទឹមសខ្ទឹមក្រហមម្ទេសយើងទាំងអស់គ្នាមកបន្ទាប់ពីបុកខ្ទឹមសខ្ទឹមក្រហមម្ទេសដែលយើងបានបុករួចរាល់នឹងហើយគឺពុកម៉ែបងប្អូនដួសដាក់ចានដល់ម្លែងមកណាបន្តមកទៀតគឺធ្វើការចិញ្ច្រាំប្រហុកទាំងអស់គ្នាមកសម្រាប់ប្រហុកហ្នឹងគឺពុកម៉ែបងប្អូនមិនបាច់ដាក់ច្រើនទេពុកម៉ែបងប្អូនដាក់កាន់តែតិចកាន់តែល្អព្រោះអីការពីកុំឲ្យប្រាយកុំឲ្យអីចឹងព្រោះប្រហុកយើងហ្នឹងគឺប្រាយអញ្ចឹងពុកម៉ែបងប្អូនដាក់ដូចខ្ញុំអញ្ចឹងមកកន្លះខាំឬក៏ចំនួន1ខាំអីចឹងណាសម្រាប់ប្រហុកណាបន្ទាប់ពីច្រាំប្រហុកយើងរួចរាល់ហើយធ្វើការលីងត្រាប់ពុតញងយើងអញ្ចឹងណាបងប្អូនលីងតឆ្អិនអញ្ចឹងណាត្រាប់ពុតញងណាហើយបន្តមកទៀតហ្នឹងគឺធ្វើការតោះឆាទាំងអស់គ្នាមកដាក់ប្រេងឆាយើងឲ្យក្តៅបន្តមកទៀតដាក់ខ្ទឹមសខ្ទឹមក្រហមដែលយើងបានបុកមិញហ្នឹងគឺដាក់ចូលដូចខ្ញុំអញ្ចឹងមករំលីងតឈ្ងុយអញ្ចឹងណាបងប្អូនលីងចុះលីងឡើងតឡើងឈ្ងុយបន្ទាប់ពីឈ្ងុយគឺពុកម៉ែបងប្អូនធ្វើដាក់ម្ទេសឆ្អើរយើងចូលមកដើម្បីយកពណ៌ក្រហមដើម្បីឲ្យឆាប្រហុកសាច់ជ្រូកយើងច្រាមយើងមានពណ៌ក្រហមស្រស់ស្អាតអញ្ចឹងណាសម្រាប់ប្រទេសឆ្អើរពុកម៉ែបងប្អូនបន្ទាប់ពីលីងម្ទេសឆ្អើរហើយខ្ទឹមសខ្ទឹមក្រហមយើងឡើងឈ្ងុយហើយបន្តមកទៀតគឺធ្វើការដាក់សាច់ជ្រូកយើងចូលមកហើយរំលីងសាច់ជ្រូកយើងនឹងឲ្យចុះឡើងដើម្បីឲ្យវាចូលជាតិជាមួយនឹងខ្ទឹមសខ្ទឹមក្រហមដែលយើងបានលីងឡើងឈ្ងុយអញ្ចឹងណាបងប្អូនលីងចុះលីងឡើងដើម្បីឲ្យម៉ត់ហើយក៏បានឆ្អិនល្អចូលជាតិគ្នាបានល្អអញ្ចឹងហើយបន្តមកទៀតគឺធ្វើការដាក់ស្ករត្នោតដូចខ្ញុំអញ្ចឹងមកបងប្អូនសម្រាប់ឆាប្រហុកសាច់ជ្រូកច្រើនរបស់នេះខ្ញុំរីខមមិនឲ្យពុកម៉ែបងប្អូនប្រើស្ករត្នោតអត់ឲ្យប្រើស្ករសទេប្រើស្ករត្នោតគឺទៅឆ្ងាញ់អញ្ចឹងណាព្រោះដិតល្មួតអីអញ្ចឹងណាពុកម៉ែបងប្អូនបន្ទាប់ពីដាក់ស្ករត្នោតយើងរួចរាល់ហើយគឺដាក់ប៊ីចេងមួយជីបហើយនឹងម្សៅស៊ុបចុងសាព្រាបាយដែរពុកម៉ែបងប្អូនហើយនឹងទឹកប្រេងខ្យងយើងហ្នឹងក៏ចុងសាព្រាបាយដែរហើយបន្តមកទៀតហ្នឹងធ្វើការច្បុកច្បល់ចុះឡើងឲ្យចូលជាតិគ្នាសព្វគ្រប់ហើយគឺបន្តដាក់ទឹកដោះគោខាប់យើងបន្តិចមកសម្រាប់ទឹកដោះគោខាប់ពុកម៉ែបងប្អូនអត់មានមិនបាច់ដាក់ក៏បានដែរប៉ុន្តែបើមានហើយដាក់តិចទៅដើម្បីឲ្យកាន់តែជាតិកាន់តែឆ្ងាញ់អញ្ចឹងណាឈ្ងុយពេញផ្ទះបាយអញ្ចឹងណាពុកម៉ែបងប្អូនហើយបន្ទាប់ពីដាក់ទឹកដោះគោយើងរួចរាល់ហើយចុកឡើងត្រឡប់ឡើងដើម្បីឲ្យឆ្អិនល្អហើយគឺធ្វើការដាក់ប្រហុកយើងចូលមកហើយបន្ទាប់ពីដាក់ប្រហុកយើងចូលហើយគឺធ្វើការជ្រុំប្រហុកយើងជ្រុំចុះជ្រុំឡើងញីចុះញីឡើងដើម្បីឲ្យប្រហុកហើយនឹងសាច់ជ្រូកដែលយើងបានឆាហ្នឹងឲ្យវាចូលជាតិគ្នាម៉ត់ល្អឲ្យឡើងឈ្ងុយអញ្ចឹងណាពុកម៉ែបងប្អូនបន្ទាប់ពីឡើងឈ្ងុយរួចរាល់ហើយគឺធ្វើការដាក់ទឹកស្អាតយើងមកច្រូចមកដើម្បីឲ្យតែថាឲ្យសាច់ជ្រូកហើយនឹងប្រហុកយើងនឹងដូចថាវាឆ្អិនល្អអញ្ចឹងណាដើម្បីឲ្យសាច់ជ្រូកនឹងគឺឆ្អិនល្អអញ្ចឹងណាអញ្ចឹងហើយបន្តមកទៀតហ្នឹងគឺធ្វើការរងាស់ប្រហុកយើងចឹងដូចខ្ញុំអញ្ចឹងមករងាស់ប្រហែល1នាទី2នាទីអីអញ្ចឹងណាហើយអាសាកូវាណាពុកម៉ែបងប្អូនឥឡូវហ្នឹងគឺប្រហុកខ្ញុំហ្នឹងគឺបានរៀងឆ្អិនតិចហើយព្រោះអីសាច់ជ្រូកយើងក៏ឆ្អិនដែរព្រោះបន្ទាប់ពីរងាស់បាន1នាទី2 3នាទីអីអញ្ចឹងណា
ហើយបន្តមកទៀតហ្នឹងគឺធ្វើការដាក់ត្រប់ពុតញងចូលមកព្រោះប្រប់ពុតញងយើងហ្នឹងគឺបានលំលីងឡើងឆ្អិនហើយអញ្ចឹងហើយដាក់ជាចុងក្រោយអញ្ចឹងណាពុកម៉ែបងប្អូនបន្ទាប់ពីដាក់ត្រប់ពុតញងយើងរួចរាល់ហើយគឺធ្វើការដាក់សាច់ក្រូចយើងជាបន្តទៀតមកបើសិនបើពុកម៉ែបងប្អូនចូលចិត្តញ៉ាំម្ទេសដាក់ម្ទេស4 5មកម្ទេសអាចសាត់ឬក៏ម្ទេសអីក៏បានដែរគឺដាក់មកប៉ុន្តែគឺខ្ញុំអត់មានដល់អត់មានដល់អញ្ចឹងហើយគឺអត់បានដាក់ម្ទេសទេបានតែដាក់អា2គ្រាប់នេះហល់ញ៉ាំអញ្ចឹងណាជាប្រសិនបើពុកម៉ែបងប្អូនមានម្ទេសអាចសាត់រួយច្រើនមកញ៉ាំទៅគឺហល់ឆ្ងាញ់ខ្លាំងពុកម៉ែបងប្អូនសម្រាប់ប្រហុកឆាសាច់ជ្រូកចិញ្ច្រាំពុកម៉ែបងប្អូនរសជាតិគឺឆ្ងាញ់ខ្លាំងហើយឥឡូវហ្នឹងគឺឆាប្រហុករសជាតិសាច់ជ្រូកចិញ្ច្រាំរបស់នាងខ្ញុំហ្នឹងគឺបានឆ្អិនរួចរាល់ហើយនិយាយទៅគឺឈ្ងុយឆ្ងប់ហ្មងឈ្ងុយឆ្ងាញ់ឈ្ងុយក្លិនចេញពីផ្ទះបាយគឺឃ្លានបាយហ្មងពុកម៉ែបងប្អូនហើយខ្ញុំសង្ឃឹមថាវីដេអូដែលខ្ញុំចែករំលែកឆាប្រហុករសជាតិសាច់ជ្រូកចិញ្ច្រាំម្ហូបថ្មីរបស់នាងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនពិតជាពេញចិត្តប្រសិនបើពុកម៉ែបងប្អូនមានមតិយោបល់ឬក៏ចម្ងល់អ្វីចង់សួរនាងខ្ញុំអាច comment នៅខាងក្រោមបានហើយសម្រាប់វីដេអូនេះពុកម៉ែបងប្អូនកុំភ្លេចណាចូល subscribe រូបកណ្ដឹងឲ្យនាងខ្ញុំម្នាក់មួយផងប្រសិនបើពុកម៉ែបងប្អូនពេញចិត្តអញ្ចឹងណាសូមជម្រាបលាចាំជួបគ្នានៅវីដេអូក្រោយ